បងបងដែលគាត់ទៅតែរៀនចាំមន់ណាហើយគាត់ចាំមន់ចំខែក្តៅនឹងទៀតទៅពេលចាំទៅអត់ដឹងថាខែក្តៅនឹងគេឲ្យផឹកមិនការប្រើប្រាស់ការរៀបចំនឹងដល់ម៉េចបងបងអាចទស្សនាវីដេអូនេះបាននិយាយទៅបើចំពោះខ្ញុំឬក៏បងបងដែលគាត់ទៅតែរៀនចាំឬក៏គាត់ចាំហើយគាត់ទទួលបានជោគជ័យគឺគាត់អត់ភ័យបារម្ភទេបងបងក៏គិតថាកូនមន់សួរចាំទេឲ្យតែដាក់កម្ដៅគ្រប់គ្រាន់ទៅគឺវារស់ហើយចាបងបងចំពោះកូនមន់ដែលវាងាយចាំដោយខ្ញុំចាំចាក់ស្ដែងហ្មងគឺកូនមន់រៀងពិបាកចាំបងបងសម្រាប់ខ្ញុំដោយសារកូនមន់ត្រូវមើលវាដិតដល់បងបងឲ្យតែរៀងប្រហែលបន្តិចហ្នឹងនិយាយទៅអន់ហើយខ្ញុំចាំប៉ុន្តែខ្ញុំធ្លាប់មានបទពិសោធន៍បងបងឲ្យតែយើងរៀងប្រហែលបន្តិចកូនមន់អាចនឹងអន់ទៅទាំងអស់ហ្មងបងបងពិបាកកែមែនតើអញ្ចឹងណាឲ្យតែកូនមន់ញាស់ភ្លាមគឺខ្ញុំប្រយ័ត្នមែនតើហ្មងបងបងទាំងការដាក់ចំណីការអនាម័យការផ្លាស់ប្ដូរទឹកអញ្ចឹងរាល់ខែក្តៅនេះគឺក្នុងមួយថ្ងៃខ្ញុំដូរទឹក3ទៅ4ដងបងបងគឺខ្ញុំតែងតែអឺតមើលធុងមន់មួយថ្ងៃហ្នឹងមិនក៏ចិត្ត10ដងដែរបងបងដើម្បីមើលថាកូនមន់បងបងឬក៏កូនមន់ខាងខ្ញុំហ្នឹងវាមានសកម្មភាពប្រែប្រួលអីអត់ហើយមួយទៀតយើងក៏យកដៃទៅស្ទាបនៅកតោទឹកមន់ណាបងបងបើបងបងស្ទាបក្នុងទឹកហ្នឹងវាក្តៅបងបងត្រូវដូរចេញភ្លាមតែបើសម្រាប់បងបងដែលគាត់ចាំនៅក្នុងធុងមន់បងបងដែលអត់មានក្តៅពេកទេអត់ត្រូវថ្ងៃខ្លាំងទេគឺទឹកវានៅត្រជាក់គឺបងបងអាចឲ្យវាផឹកធម្មតាតែយ៉ាងហោចណាស់ក្នុងមួយថ្ងៃយើងក៏ត្រូវដូរទឹកកូនមន់2ដងដែរបងបងមានពេលដូរខែក្តៅដូរកាន់តែច្រើនកាន់តែល្អបងបងដោយសារខែក្តៅបើបងបងឲ្យវាផឹកទឹកក្តៅហ្នឹងដូចនាំជំងឺដល់កូនមន់អញ្ចឹងណាបងបងអញ្ចឹងខែក្តៅនេះពិបាកណាសម្រាប់ខ្ញុំណាដោយសារធុងមន់ខ្ញុំវារៀងនៅ5ថ្ងៃបងប៉ុន្តែខ្ញុំរៀបចំការដាំដើមឈើហ្នឹងចិត្តធំហើយបងព្រោះខ្ញុំដាំចិត្តបាន1ឆ្នាំដែរអញ្ចឹងវារៀងមលុបហើយបើធុងមន់បងក្តៅហែហ្មងការខ្ញុំចាំមកដំបងធុងមន់របស់ខ្ញុំហ្នឹងគឺអត់មានដាំឈើទេបងគឺនៅ5ថ្ងៃអញ្ចឹងថ្ងៃឡើងទាំងមន់ធំមន់តូចដឹងតែវាទាំងហក់ខ្លាំងមែនតើដោយបងឃើញចាក់ស្ដែងអញ្ចឹងអានេះខ្ញុំដាំរយៈពេលបើខែ6វិញវា1ឆ្នាំណាបងនិយាយទៅតាំងព្រឹកតាំងថ្ងៃក៏រៀងក្តៅដែរប៉ុន្តែដោយសារយើងមានដើមឈើអញ្ចឹងវារៀងមលុំតិចបងវាអត់ក្តៅទេនិយាយទៅខ្ញុំដាំមកជួរនៅខាងលិចបងបើបងដីធំអាចដាំជួរខាងលិចក៏បានខាងក្រោយខាងកើតអីក៏បានដែរបងហើយបងបើឆ្ងល់ទេថាហេតុអីកូនមន់គេចិញ្ចឹមសុខភាពល្អម៉េចអញ្ចឹងកតាចិញ្ចឹមកូនមន់ហ្នឹងឲ្យតែញាស់មកភ្លាមគេឲ្យស៊ីចំណីសម្រាប់ទេបងព្រោះអីតាំងពីជំនាន់មុនគឺគាត់ចិញ្ចឹមបែបលក្ខណៈធម្មជាតិពេលខ្លះគាត់ដាក់ចុងអង្គឲ្យវាស៊ីទៅពេលហើយវានឹងក្តៀនណានិយាយទៅខ្ញុំរៀងពិបាកនិយាយបន្តិចបងមួយទៀតបងចិញ្ចឹមមកកូនមន់ញាស់មកភ្លាមអត់យកវាទៅមើលថែទេលែងវាចោលដូចគោអញ្ចឹងគឺអត់រស់ទេបងមកសវកហ្នឹងងាប់តាំងមកសវកហ្មងហេតុអីខ្ញុំនិយាយអញ្ចឹងដោយសារមិញរបស់ខ្ញុំគាត់ចិញ្ចឹមអញ្ចឹងបងគាត់ចិញ្ចឹមបែបលក្ខណៈធម្មជាតិចាស់ពីមុនគាត់ចិញ្ចឹមអញ្ចឹងកូនមន់ញាស់មក4-5សវកគឺអត់រស់ទេបងអើយមកសវកហ្នឹងរស់មួយកាលណាអត់មានផងបងអញ្ចឹងបើបងស្រឡាញ់ការចិញ្ចឹមសត្វបងត្រូវតែផ្ដល់ក្តីស្រឡាញ់ដល់វាដែរបងបានបងចិញ្ចឹមទៅជោគជ័យកុំមន់ដែលបងឃើញនេះអាយុវា4ថ្ងៃណាបងឃើញអត់វាស៊ីចំណីច្រើនមែនតើហ្មងមើលទៅថ្លោណាបងឃើញនៅក្រៅថ្លោជាងនឹងទៀតហើយសារខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងខ្ញុំសុខចិត្តចែករំលែកចំណេះដឹងដើម្បីឲ្យបងដែលគាត់ទៅរៀនចាំគាត់មើលវីដេអូនេះទៅគាត់អនុវត្តទៅបានផលហ្មងបងអើយអានេះកូនមន់មួយខ្ញុំគាត់យកអស់ហើយដោយសារកូនមន់ខាងខ្ញុំឲ្យតែមានហ្នឹងភ្ញៀវយកអស់ហើយតើបងយើងចូលវីដេអូរបស់យើងវិញអញ្ចឹងកតាទី1ហ្នឹងបងត្រូវតែបដូរចំណីហើយនឹងមួយទៀតបងខ្ញុំភ្លេចប្រាប់ការលាងសម្អាតកតោចំណីដែលវាពងចឹកថាសពណ៌ក្រហមហ្នឹងបងនិយាយទៅឲ្យតែវារៀងប្រឡាក់លាមកវាបន្តិចនិយាយទៅមក 30% អីបងលាងទឹកវាចេញណាបងលាងឲ្យស្អាតយើងអាសាផ្លាស់ប្ដូរវាហើយកាមក៏យើងអាសាផ្លាស់ប្ដូរដែរបងដោយសារកូនមន់ទូចបើយើងនិយាយទៅមិនថាទូចមិនថាធំទេបងបើបងមានពេលដូរកាមកាន់តែច្រើនដងកូនមន់កាន់តែមានសុខភាពល្អអាហ្នឹងការសង្កេតមើលរបស់ខ្ញុំណាបងហើយមួយទៀតបងបើតាក់តងនឹងកូនមន់ដែលមានសុខភាពល្អ
ការញោមមកភ្លាមពេលខ្លះក៏វាមានអាខ្លះវារៀងអន់ដែរបងអាហ្នឹងតាមបទពិសោធន៍ខ្ញុំចែកម្លែកបងប៉ិតជាក់ស្ដែងហ្មងហើយកូនមន់ដែលបងចាំទៅចង់ឲ្យវារស់បានសុខភាពល្អដល់ធំហ្មងគឺបងត្រូវរើសកូនមន់ណាដែលវាមានសុខភាពល្អតាំងពីតូចទៅហើយបងយកមកចិញ្ចឹមដូចក្នុងរូបបងឃើញអញ្ចឹងបងដែលគាត់ធ្លាប់ចិញ្ចឹមអីហ្នឹងគាត់ឃើញថាកូនមន់ហ្នឹងវាមានសុខភាពល្អហើយខ្លាចតែបងដែលគាត់ទៅតែរៀនចាំហើយគាត់អត់តន់ស្វែងយល់ក៏គិតថាកូនមន់ហ្នឹងមើលទៅវាសុខភាពល្អហើយទៅពេលយើងដាក់ផ្ញើតាមផ្លូវពេលខ្លះវាអាចនឹងស្លាប់តាមផ្លូវបងអាចនឹងងាប់តាមផ្លូវហ្នឹងកត្តាទី1អាចនឹងមកពីសុខភាពកូនមន់ហ្នឹងវាខ្សោយស្រាប់ចឹងណាបងបើនៅក្នុងកថាខ្ញុំហ្មងគឺផ្ញើកូនមន់អត់ដែលងាប់ទេបងហើយចំណុចដែលខ្ញុំតែងតែធ្វើមួយទៀតបងនៅពេលដែលកតោទឹកបងមានលិមួកអាចមន់អីវាជូរនៅលើហ្នឹងបងត្រូវតែផ្អៀងវាយកផ្អៀងចាក់វាចេញណាដាក់ឲ្យវាផឹកស្អាតនិយាយទៅខ្ញុំអាសាធ្វើមែនតើបងឲ្យតែខ្ញុំទៅត្រង់មន់គឺខ្ញុំឲ្យតែឃើញគឺខ្ញុំយកចេញពីក្រៅចាក់វាចោលស្អាតទេបងអាហ្នឹងបើបងអត់ទាន់មានពេលប៉ុន្តែយើងមើលដែរបើយើងស្ទាបទៅទឹកហ្នឹងវាត្រជាក់ហើយប៉ុន្តែយើងខ្ជិលដូរអីយើងអាចចាក់វាចេញហើយវាធ្លាក់ទឹកពណ៌សមកធម្មតាស្អាតទេបងប៉ុន្តែករណីបងទឹកវាក្តៅអញ្ចឹងបងអាចធ្វើអញ្ចឹងបានទេបងត្រូវតែដូរវាចេញណានឹងបានធ្វើឲ្យកូនមន់បងមានសុខភាពល្អតាក់ទងនឹងចំណីកូនមន់គឺយើងដាក់តិចប៉ុន្តែយើងឲ្យវាស៊ីច្រើនដងបងដូចបងឃើញនេះកូនមន់ហ្នឹងចំណុចមួយទៀតដែលខ្ញុំចង់ប្រាប់បងប្អូនគឺខ្ញុំតាមការខ្ញុំសង្កេតមើលណាបងគឺកូនមន់នៅសល់ចំណីប្រហែលជា 30% អីគឺបងចាក់វាចោលទៅហើយយើងដាក់ថ្មីឲ្យវាស៊ីទៅមិនបាច់ចាំឲ្យវាស៊ីអស់ទេពេលយើងដាក់វាថ្មីវារត់មកស៊ីធម្មតាវិញហើយបងអាហ្នឹងក៏វាជាចំណុចមួយដែរដែលខ្ញុំតែងតែសង្កេតមើលតែងតែធ្វើជារៀងរាល់ថ្ងៃហ្មងបងឲ្យតែខ្ញុំដាក់កូនមន់តម្លាក់ចេញពីទូភ្ញាស់គឺខ្ញុំតែងតែធ្វើរបៀបដែលខ្ញុំប្រាប់បងនៅក្នុងបទពិសោធន៍ជាក់ស្ដែងហ្នឹងហើយបងហើយចំណុចមួយទៀតតាមពីខ្ញុំចេះចិញ្ចឹមមន់មកបងគឺមិនមែនថាខ្ញុំចិញ្ចឹមម្ដាយងាប់ទេបងអ្នកចិញ្ចឹមមន់ទូទៅតែងតែមានងាប់ហើយបងមិនថាគេមិនថាខ្ញុំប៉ុន្តែការងាប់ឬក៏ការមានជំងឺអីហ្នឹងគឺតិចតួចបំផុតបងសឹងតែ 10% 5% ទេបងឃើញអ្នកដែលបងគាត់ចិញ្ចឹមទៅរៀងចូលជំងឺច្រើនទី1កតាអ្នកចិត្តខាងគាត់ចិញ្ចឹមទៅគាត់ផ្ទុះជំងឺអាចនឹងឆ្លងដល់ធុងយើងហើយមួយទៀតខ្យល់បងបើយើងប្រយ័ត្នហេតុអីបានវានៅតែងាប់ទៀតគឺតាក់ទងនឹងខ្យល់ហើយនឹងផ្ទះម្នាក់មកខាងទៀតហ្នឹងគាត់ដើរទៅបោះពីទៅពីអញ្ចឹងយើងប្រយ័ត្នយ៉ាងណាក៏អត់ឈ្នះដែរបងវានៅតែឆ្លងហ្នឹងតើតែយើងទៅជម្រាបឬក៏ប្រាប់គាត់ណែនាំគាត់អញ្ចឹងទៅបានធ្វើឲ្យយើងហ្នឹងរីកចម្រើនទាំងអស់គ្នានិយាយទៅខ្ញុំស្ដាយបងម្នាក់គាត់ចិញ្ចឹមហើយធំ5-6 ខាំហើយចូលជំងឺអស់